តើលោកអ្នកបងប្អូនធ្លាប់មានអារម្មណ៍បែបនេះឬទេពេលប្រាក់ខែចូលមកតែមិនទាន់ដល់ចុងខែផងប្រាក់ខែទាំងអស់នោះក៏បាត់ទៅវិញអស់ហើយលោកអ្នកចាប់ផ្ដើមសួរខ្លួនឯងថាលុយរបស់ខ្ញុំទៅណាអស់ហើយហេតុអ្វីបានជាខ្ញុំមិនអាចសន្សំលុយបាននៅថ្ងៃនេះខ្ញុំមិនគ្រាន់តែប្រាប់លោកអ្នកឲ្យដឹងទេតែខ្ញុំនឹងផ្ដល់ផែនការចំនួន90ថ្ងៃដែលលោកអ្នកអាចអនុវត្តបានពិតប្រាកដដើម្បីផ្លាស់ប្ដូរជីវិតហិរញ្ញវត្ថុរបស់លោកអ្នកបានទាំងស្រុងត្រូវចាំថាការគ្រប់គ្រងលុយមិនមែនសម្រាប់មនុស្សវ័យឆ្លាតតែប៉ុណ្ណោះទេតែការគ្រប់គ្រងលុយគឺសម្រាប់មនុស្សដែលមានផែនការច្បាស់លាស់ចំណុចទី1យើងត្រូវវះកាត់ការចំណាយរបស់យើងជាមុនសិននៅរយៈពេល1ទៅ2សប្តាហ៍ដំបូងឬពី1ថ្ងៃដល់14ថ្ងៃដំបូងយើងត្រូវតែចាប់ផ្ដើមគិតទៅលើការចំណាយរបស់យើងជាមុនសិនឥឡូវនេះយើងមិនទាន់ចាប់ផ្ដើមអំពីការសន្សំលុយទេប៉ុន្តែយើងនឹងចាប់ផ្ដើមស្វែងយល់អំពីការចំណាយជាមុនសិនដើម្បីយើងអាចវះកាត់ការចំណាយរបស់យើងក្នុងរយៈពេល14ថ្ងៃបានជំហានទី1លោកអ្នកបងប្អូនត្រូវទាញរបាយការណ៍ហិរញ្ញវត្ថុដែលចេញពីធនាគារក្នុងការចំណាយនៅក្នុងធនាគារនីមួយៗដែលលោកអ្នកបងប្អូនមានបន្ទាប់មកបងប្អូនត្រូវទៅសេការចំណាយទាំងអស់ដែលបែងចែកជា3ប្រភេទទី1ចំណាយដែលចាំបាច់ថ្លៃផ្ទះថ្លៃភ្លើងថ្លៃទឹកថ្លៃសាលារៀនកូននិងនេះគឺជាអ្វីដែលលោកអ្នកមិនអាចជៀសវាងបានទី2ការចំណាយតាមចំណង់របស់លោកអ្នកដូចជាការទិញកាហ្វេការដើរលេងការទិញទំនិញអនឡាញជាដើមនេះគឺជាកន្លែងដែលលុយរបស់អ្នកហូរចេញដោយមិនដឹងខ្លួនទី3គឺគិតទៅលើបំណុលតើលោកអ្នកមានបំណុលអ្វីខ្លះបំណុលបងរំលោះឡានបំណុលបងរំលោះម៉ូតូឬក៏បំណុលផ្សេងទៀតជាដើមចំណុចទាំងអស់នេះគឺហៅថាយុទ្ធសាស្ត្រវះកាត់ខ្លាញ់មិនល្អចោលសួរខ្លួនឯងថាតើខ្ញុំអាចកាត់បាន 20% ពីការចំណាយដែលមិនចាំបាច់បានដែរឬទេឧទាហរណ៍ពីមុនអ្នកធ្លាប់ញ៉ាំកាហ្វេមួយកែវ 8,000 រៀលនៅក្នុងមួយថ្ងៃ30ថ្ងៃលោកអ្នកចំណាយអស់ 24,000 បើយើងកាត់ចំណាយពាក់កណ្ដាលមានន័យថាលោកអ្នកអាចសល់បាន 12,000 នៅក្នុងមួយខែដែរក្នុងរយៈពេល3ខែគឺលោកអ្នកអាចសល់ជាងមុនបានចំនួន 36,000 រៀលនេះគ្រាន់តែជាកាហ្វេមួយមុខតែប៉ុណ្ណោះចុះទម្រាំនឹងការចំណាយដែលមិនចាំបាច់ផ្សេងទៀតដែលយើងមិនទាន់បានរាប់បញ្ចូលចំណុចទី2ប្រព័ន្ធស្វ័យប្រវត្តិចាប់ពីសប្តាហ៍ទី3ដល់សប្តាហ៍ទី5ឬក៏ចាប់ពីថ្ងៃទី15ទៅលោកអ្នកបងប្អូនទាំងអស់គ្នាត្រូវចាប់ផ្ដើមបង្កើតប្រព័ន្ធស្វ័យប្រវត្តិមួយគឺជាគន្លឹះទី1ដើម្បីចំណាយទៅលើខ្លួនឯងជាមុនសិននៅពេលដែលប្រាក់ខែចូលនៅក្នុងកុងលោកអ្នកបងប្អូនទាំងអស់គ្នាកុំទាន់ចាយអ្វីទាំងអស់ត្រូវកាត់ 5% ទៅ 10% ដើម្បីដាក់សន្សំភ្លាមដោយស្វ័យប្រវត្តិនៅក្នុងគណនីធនាគារឧទាហរណ៍ថាប្រសិនបើលោកអ្នកបងប្អូនទាំងអស់គ្នាមានប្រាក់ខែចំនួន2លានរៀលលោកអ្នកបងប្អូនត្រូវដកសន្សំចំនួន 20,000 រៀលភ្លាមមិនមែនបន្ទាប់ពីចាយហើយទើបសន្សំនោះទេត្រូវសន្សំមុនហើយចាយទៅតាមអ្វីដែលនៅសល់បន្ទាប់ពីរៀបចំប្រព័ន្ធស្វ័យប្រវត្តិហើយលោកអ្នកបងប្អូនទាំងអស់គ្នាត្រូវគិតទៅលើមូលនិធិបន្ទាន់ឬក៏ emergency fund សម្រាប់គោលដៅដំបូងលោកអ្នកត្រូវសន្សំឲ្យបាន$1,000ឬស្មើនឹង4លានរៀលហើយអ្វីប្រសិនបើលោកអ្នកបងប្អូនឈឺឡានខូចឬក៏មានបញ្ហាអាសន្នណាមួយកើតឡើងភ្លាមលោកអ្នកមិនចាំបាច់ខ្ចីគេនោះទេយើងនឹងមានលុយក្នុងគ្រាមានអាសន្ននេះទុកទប់ទល់ទប់បណ្ដោះនៅពេលដែលយើងជួបបញ្ហាភ្លាមមនុស្សភាគច្រើនខ្វះខាតមិនមែនព្រោះតែគ្មានប្រាក់ចំណូលចូលនោះទេតែព្រោះតែគ្មានការការពារនៅពេលមានបញ្ហាទៅវិញទេចំណុចទី3វិនិយោគនិងបង្កើនប្រាក់ចំណូលបន្ថែមផែនការនេះគឺយើងគិតចាប់ពីសប្តាហ៍ទី6ដល់សប្តាហ៍ទី8មានន័យថាយើងចាប់ផ្ដើមពីចំណុចទី1និងចំណុចទី2បានរយៈពេល42ថ្ងៃហើយអញ្ចឹងចាប់ពីថ្ងៃទី42ដល់ថ្ងៃទី56គឺយើងនឹងចាប់ផ្ដើមផែនការវិនិយោគនិងបង្កើនប្រាក់ចំណូលរបស់យើងដើម្បីយើងអាចវិនិយោគឬក៏បង្កើនប្រាក់ចំណូលរបស់យើងបានយើងអាចនឹងព្យាយាមសន្សំលុយទៅតាមលទ្ធភាពប្រើប្រាស់លុយទាំងនោះដើម្បីឲ្យវាធ្វើការឲ្យយើងដោយយកលុយដែលយើងមានពីការសន្សំទៅវិនិយោគដើម្បីទទួលបានការប្រាក់បន្ថែមឬក៏ទៅផ្ញើនៅធនាគារដើម្បីបានការប្រាក់បន្ថែមក្នុងមួយឆ្នាំឬក៏ក្នុងរយៈពេលណាមួយដែលយើងគិតថាលុយនោះអាចបង្កើនលុយបន្ថែមទៀតដោយស្វ័យប្រវត្តិឲ្យយើងប្រសិនបើយើងធ្វើបែបនេះមានន័យថាយើងត្រូវការពេលវេលាបូកជាមួយនឹងវិន័យវាអាចស្មើនឹងទ្រព្យសម្បត្តិបន្ថែមទៀតនៅក្នុងចំណូលរបស់យើងបន្ថែម
បន្តមកទៀតយើងគិតអំពីការបង្កើនចំណូលនៅពេលដែលយើងវិនិយោគហើយយើងព្យាយាមរកមុខរបរណាមួយដែលអាចបង្កើនចំណូលឲ្យយើងកុំគ្រាន់តែសន្សំលុយតែមួយមុខដើម្បីបានការប្រាក់ឬក៏ដើម្បីទុកវានៅពេលអនាគតប៉ុន្តែលោកអ្នកបងប្អូនអាចសួរខ្លួនឯងថាតើខ្ញុំអាចរកលុយបន្ថែមទៀតមកពីណាបានឧទាហរណ៍ថាលក់អនឡាញឬក៏ធ្វើការងារ freelance ពាក់ព័ន្ធទៅនឹងការ design កាត់តវីដេអូឬក៏សរសេរ script អីជាដើមឬក៏បង្រៀនអ្វីមួយទៅតាមអនឡាញប្រសិនបើលោកអ្នកបានប្រាក់បន្ថែមទៀតក្នុងមួយថ្ងៃ 20000 រៀលនៅរយៈពេល3ខែឬក៏ស្មើនឹង90ថ្ងៃលោកអ្នកនឹងទទួលបានប្រាក់បន្ថែមទៀតចំនួន 1,80,000 រៀលដើម្បីជំរុញនៅគោលបំណងនៃការបង្កើនប្រាក់ចំណូលបន្ថែមទៀតលោកអ្នកបងប្អូនអាចសរសេរគោលដៅមួយដែលលោកអ្នកបងប្អូនចង់ដូចជាខ្ញុំចង់សន្សំលុយឲ្យបាន$1,000ឬក៏4លានរៀលខ្ញុំចង់គ្មានបំណុលខ្ញុំចង់មានសេរីភាពហិរញ្ញវត្ថុនោះលោកអ្នកបងប្អូននឹងព្យាយាមស្វែងរកការវិនិយោគឬក៏បង្កើនប្រាក់ចំណូលបន្ថែមទៀតការសរសេរនេះវាអាចបង្កើនឱកាសសម្រាប់លោកអ្នកបងប្អូនចំណុចទី4ត្រួតពិនិត្យនិងអនាគតបន្ទាប់ពីរៀបចំផែនការបានរយៈពេល8សប្តាហ៍ហើយឬក៏ស្មើនឹង56ថ្ងៃហើយលោកអ្នកបងប្អូនទាំងអស់គ្នាចាប់ផ្ដើមសប្តាហ៍ទី9នេះគឺត្រូវរៀនត្រួតពិនិត្យនិងគិតអំពីអនាគតនៃចរន្តសាច់ប្រាក់និងលំហូរសាច់ប្រាក់របស់យើងបើយើងនិយាយអំពីរូបមន្តនៃទ្រព្យសម្បត្តិសរុបរបស់យើងវាមានន័យថាទ្រព្យសម្បត្តិដកបំណុលគឺស្មើនឹងទ្រព្យសម្បត្តិសុទ្ធរបស់យើងឧទាហរណ៍ថាលោកអ្នកបងប្អូនមានប្រាក់ចំនួន8លានរៀលហើយលោកអ្នកបងប្អូនជំពាក់គេចំនួន2លានរៀលនោះមានន័យថាទ្រព្យសម្បត្តិសរុបរបស់លោកអ្នកមានត្រឹមតែ6លានរៀលតែប៉ុណ្ណោះគឺมันអាចមានទៅដល់8លានរៀលនោះទេដូច្នេះចំណុចនៅកន្លែងនេះលោកអ្នកបងប្អូនត្រូវត្រួតពិនិត្យជារៀងរាល់3ខែម្ដងលោកអ្នកបងប្អូនត្រូវសួរខ្លួនឯងថាតើខ្ញុំសន្សំបានលុយចំនួនប៉ុន្មានហើយតើខ្ញុំកាត់ចំណាយបានកម្រិតណាតើខ្ញុំកំពុងតែធ្វើវាឲ្យល្អជាងមុនដែរឬទេដូច្នេះបងប្អូនត្រូវរៀនត្រួតពិនិត្យរៀនតាមដានរយៈពេល3ខែម្ដងដោយសុខភាពលោកអ្នកបងប្អូនហើយនឹងខ្ញុំដែរនៅពេលដែលលោកអ្នកបងប្អូនពិនិត្យឃើញមានជំងឺណាមួយគ្រូពេទ្យគេនឹងណាត់យើងទៅពិភាក្សាប្រឹក្សាហើយពិនិត្យជំងឺបន្តទៀតរយៈពេល3ខែម្ដង6ខែម្ដងឬក៏1ឆ្នាំម្ដងដូច្នេះប្រព័ន្ធហិរញ្ញវត្ថុដូចគ្នាលោកអ្នកបងប្អូនត្រូវតែព្យាយាមត្រួតពិនិត្យឲ្យបានដិតដល់ហើយគណនាឲ្យបានល្អិតល្អន់មិនមែនគ្រាន់តែសង្ស័យមិនមែនគ្រាន់តែគិតលេងនោះទេសរុបមកចុងក្រោយបងប្អូនទាំងអស់គ្នាខ្ញុំជឿថាបងប្អូនហើយនឹងខ្ញុំគឺមានចិត្តគំនិតដូចគ្នាគឺយើងចង់មានសេរីភាពហិរញ្ញវត្ថុប៉ុន្តែសេរីភាពហិរញ្ញវត្ថុមិនមែនកើតឡើងត្រឹមរយៈពេលមួយយប់នោះទេតែវាចាប់ផ្ដើមពីការសម្រេចចិត្តតូចៗជារៀងរាល់ថ្ងៃរបស់យើងថ្ងៃនេះលោកអ្នកអាចជ្រើសរើសបានចាយដូចមុនឬក៏ចាប់ផ្ដើមផ្លាស់ប្ដូរ90ថ្ងៃបន្ទាប់មកលោកអ្នកបងប្អូននឹងអរគុណខ្លួនឯងនៅពេលដែលយើងចាប់ផ្ដើមរៀបចំផែនការពីថ្ងៃទី1ដល់ថ្ងៃទី90ដូច្នេះលោកអ្នកបងប្អូនតើលោកអ្នកបងប្អូនគិតថាវីដេអូនេះអាចជួយលោកអ្នកបងប្អូនបានដែរឬទេបើសិនបើគិតថាអាចជួយបានសូមជួយចុច like ចុច subscribe និងចែករំលែកទៅកាន់មិត្តភ័ក្តិបងប្អូនទាំងអស់គ្នាសូមកុំភ្លេចថាកុំឲ្យលុយគ្រប់គ្រងអ្នកត្រូវឲ្យអ្នកគ្រប់គ្រងលុយវិញប្រសិនបើលោកអ្នកបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍និងផ្ដល់ចំណេះដឹងដល់លោកអ្នកបងប្អូនសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណសូមជម្រាបលា